បងប្អូនហដងធ្លាប់តែឃើញផ្កាដៃស៊ីដែលយើងច្នៃពីกระดาษអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញពីដំណើរការក្នុងការច្នៃផ្កាដៃស៊ីចេញពីសបកពោតណាខ្ញុំបញ្ជាក់តិចផ្កាដៃស៊ីដែលខ្ញុំច្នៃនេះភាគច្រើនគឺคล้ายដោយសារអីខ្ញុំច្នៃទៅតាមចំណង់ចំណូលចិត្តរបស់ខ្ញុំអញ្ចឹងទៅហើយទៅតាមទំហំដែលខ្ញុំចង់បានណាអញ្ចឹងខ្ញុំប្រើប្រាស់សបកពោតដើម្បីខ្ញុំច្នៃហើយខ្ញុំរើសយកពណ៌ក្រហមដោយសារតែគោលបំណងរបស់ខ្ញុំហ្នឹងគឺខ្ញុំចង់ចាក់កថអញ្ចឹងខ្ញុំក៏ច្នៃផ្កានឹងទុកអញ្ចឹងជាដំបូងខ្ញុំកាត់សបកពោតហើយសបកពោតនេះមែនតើគឺខ្ញុំបានគៀបវាត្រង់មួយខ្សែហើយប៉ុន្តែខ្ញុំកាត់យករាងវាយើងប្រើប្រាស់សបកពោតបែបនេះភាគច្រើនខ្ញុំយកអារឹងណាដើម្បីយើងយកមកច្នៃផ្កាដៃស៊ីហើយយើងកាត់វាទៅតាមបរិមាណដែលយើងចង់បានហើយពេលដែលយើងបានបរិមាណហើយយើងប្រើប្រាស់ម៉ាស៊ីនកម្ដៅបន្តិចដើម្បីយើងពុតវាអញ្ចឹងខ្ញុំប្រើតាគៀបពុតវាម្ដងមួយរហូតដល់អស់ស្រទាប់ហើយនៅក្នុងស្រទាប់នេះមានតូចមានធំប៉ុន្តែដោយសារតែខ្ញុំដាក់ចូលគ្នាអញ្ចឹងខ្ញុំនឹងបែងចែកវានៅពេលដែលដំឡើងអញ្ចឹងខ្ញុំប្រើបដូលរបស់ដៃស៊ីនេះក៏ខ្ញុំប្រើពីសបកពោតដែរហើយខ្ញុំចងវាដុំៗហើយខ្ញុំប្រើដើមវាហើយអញ្ចឹងណាការតម្លើងផ្កាដៃស៊ីជុំដំបូងគឺខ្ញុំប្រើប្រាស់កៅទៀនបិទដើម្បីឲ្យវាមានលំនឹងបន្តិចហើយខ្ញុំបិទវាទៅតាមជ្រុងដែលខ្ញុំចង់បានហើយបន្ទាប់ពីហ្នឹងមកខ្ញុំឈប់ប្រើកៅទៀនហើយពីព្រោះថាយើងមានលំនឹងផ្កាយើងមានជ្រុងអញ្ចឹងខ្ញុំប្រើប្រាស់ប្រភេទអំបោះរុំវិញអញ្ចឹងណាហើយអំបោះបងប្អូនជ្រើសរើសប្រភេទអំបោះលីឡុងដើម្បីកុំឲ្យវាទាញទឹកដាច់ព្រោះសបកពោតវារៀងរឹងដែរហើយដើម្បីយើងឲ្យវាមានសណ្ដាប់ធ្នាប់យើងគួរតែដំឡើងវាបណ្ដាយើងមានម៉ាស៊ីនតាគៀបនេះយើងគៀបវាបន្តិចៗដើម្បីឲ្យវាចេញរាងវាអញ្ចឹងណាអញ្ចឹងយើងតម្លើងវាឲ្យដល់ជុំវាទៅដៃស៊ីរបស់ខ្ញុំមាន3ជុំខ្ញុំមាន4ជុំអញ្ចឹងមួយជុំវាមាន5ស្រទាប់អញ្ចឹងបងប្អូនរាប់ទៅអញ្ចឹងណាបងប្អូនចង់បានផ្កាប៉ុណ្ណាច្នៃតាមហ្នឹងទៅហើយចង់ពុតឲ្យវាងឡើងលើចុះគ្រប់អីតិចតួចទៅតាមម៉ូដណៃណងរបស់យើងដែលយើងចង់បានអញ្ចឹងណាអញ្ចឹងអាហ្នឹងអាស្រ័យលើយើងទេបន្ទាប់មកខ្ញុំប្រើព្រុយជាធម្មតាផ្កាខ្ញុំអត់មានព្រុយសងខាងក្រោយខាងក្រោមផ្កាស្ទាប់ផ្កាយ៉ាងហ្នឹងខ្ញុំប្រើប៉ុន្តែនៅក្នុងនេះគឺខ្ញុំលាយជាមួយនឹងក្រៃតលីនតិចព្រោះដោយសារតែខ្ញុំចង់ប្លេចពណ៌វាដែរអញ្ចឹងខ្ញុំដាក់ជាមួយនឹងក្រៃតលីហើយបន្ទាប់មកខ្ញុំប្រើអំបោះរុំទៀតជាធម្មតាផ្ការបស់ខ្ញុំអត់ចោល process ក្នុងការរុំអំបោះហើយដើម្បីឲ្យវាមើលទៅវាមាំវាចេញរាងស្អាតអញ្ចឹងបន្ទាប់មកខ្ញុំរុំដើមអញ្ចឹងឥឡូវខ្ញុំបានផ្កាដៃស៊ីម្ដងហើយនេះបងប្អូនមើលវាមាន4ជុំហើយនឹង3ជុំអញ្ចឹងលទ្ធផលចេញមកហើយគឺស្អាតមែនតើ